ចេញសេងធ្លាប់បានជួបជាមួយលោកក្រវៃក្មេងលីនពីមុនមកតើអ្នកឈួតមែនទេតើអ្នកអាចលុតជង្គង់ចុះចំពោះក្មេងនេះដោយរបៀបណាពិតមកទៅបើហ៊ាននិយាយពាក្យមួយទៀតចេញពីគ្រួសារឆេងឥឡូវនេះអ្នកមិនទាន់បង្កបញ្ហាគ្រប់គ្រាន់ដល់ខ្ញុំទេមិនចាំបាច់ឲ្យមេគ្រួសារឆេងសុំទោសទេកូនស្រីរបស់អ្នកមកពីគ្រួសារឆេងនៃឡុងឆេងគឺថ្លៃថ្នូរណាស់ដូចខ្ញុំដែរជាយុវជនម្នាក់នៅក្នុងសង្គមគ្មានលុយចាយតាមធម្មជាតិមិនអាចមានលទ្ធភាពលេងវាបានទេអ្នកកំពុងនិយាយអំពីអ្វីគ្រួសារឆេងរបស់ខ្ញុំគ្រាន់តែជាក្រុមហ៊ុនតូចមួយដែលមិនស្គាល់នៅក្នុងទីក្រុងឡុងឆេងអ្វីដែរខ្ញុំចង់ទាញវាមិនថាគាត់និយាយអ្វីក៏ដោយខ្ញុំមិនជីកអណ្ដូងទេទោះជាយ៉ាងណាក៏ដោយកូនស្រីរបស់អ្នកបានប្រមាថមិត្តរបស់ខ្ញុំវាប្រហារម្ដងហើយម្ដងទៀតទៅលើប្រមុខគ្រួសារឆេងតើគួរដោះស្រាយរឿងនេះដោយរបៀបណាអ្នកគិតថាអ្នកជានរណាតើអ្នកសុំនឹងដោះស្រាយជាមួយខ្ញុំទេពិតមកទៅចាប់ផ្ដើមថ្ងៃនេះលើកនេះបណ្ដេញចេញពីផ្ទះហើយពួកគេរស់ឬស្លាប់ដោយខ្លួនឯងប៉ាតើអ្នកកំពុងនិយាយអ្វីខ្ញុំជាកូនស្រីរបស់អ្នកពិតមកទៅប៉ាតើអ្នកដឹងទេថាអ្នកបានបង្កបញ្ហាប៉ុន្មានអ្នក Harden តើលោកលីវដងឈរនៅទីនោះដើម្បីអ្វីទៀងកាំភ្លើងចេញឥឡូវនេះកំពុងរងចាំការសម្រេចចិត្តរបស់អ្នកចំពោះការសម្រាកលំហែក្មេងប្រុសនេះអនុវត្តវិធីសាស្ត្រដ៏វិវេនឹងបណ្ដេញគាត់ចេញពីផ្ទះរបៀបរស់នៅរបស់ពួកគេអ្នកគួរតែនិយាយត្រង់ទៅប៉ាអ្នកមិនអាចធ្វើបែបនេះចំពោះខ្ញុំបានទេបោះបង់ចោលខ្ញុំបានទេខ្ញុំសូមអភ័យទោសខ្ញុំសូមទោសកាលនៅក្មេងខ្ញុំខ្វាក់ភ្នែកមើលមិនឃើញពីភាពអស្ចារ្យរបស់អ្នកជាមនុស្សចិត្តទូលាយមិនរើសអើងមនុស្សចោលតែឡើយអ្នកទស្សនាប៉ាចូលយើងកំចាត់មនុស្សគ្មានប្រយោជន៍និងរំខានម្នាក់នេះចេញខ្ញុំមិនចង់ឲ្យគាត់បង្ហាញខ្លួននៅចំពោះមុខខ្ញុំទៀតទេប៉ាខ្ញុំនិយាយខុសខ្ញុំខ្វាក់ភ្នែកនាង Shell សូមអភ័យទោសឲ្យខ្ញុំរបៀបអ្នកហ៊ានមិនគោរពលោកក្រវៃក្មេងនេះមែនទេខ្ញុំមានការងឿងឆ្ងល់មួយសន្ទុះពួកគេមិនបានបង្ខំខ្ញុំទេតើអ្នកមិនបានសន្និដ្ឋានថាខ្ញុំពិតជានឹងស្លាប់ប្រសិនបើពួកគេទាំងពីរមកមែនទេដរាបណាអ្នកអត់ទោសឲ្យខ្ញុំសុខចិត្តធ្វើអ្វីដែលអ្នកសុំមិនចាំបាច់ទេខ្ញុំមិនចង់មើលការសម្ដែងរបស់ធ្លុកទេខ្ញុំមិនចង់ឃើញគាត់ម្ដងទៀតទេឡៃសៅខ្ញុំឃើញពិធីជប់លៀងចិត្តចាប់ផ្ដើមហើយកំពុងចាក់ចេញអ្នកត្រូវបានបណ្ដេញចេញដោយឈៀងខែហេតុអ្វីរឹកព្រលឹមហេតុអ្វីបានជាមេគ្រួសារឈៀវនិងមេគ្រួសារឆេងសុទ្ធតែមានចិត្តស្ញប់ស្ញែងចំពោះអ្នកយ៉ាងនេះពីព្រោះថ្ងៃនេះយើងមានភ្ញៀវសំខាន់ម្នាក់ដៃរបស់គាត់ត្រូវបានកាត់ខ្មៅកម្ពូលផ្កាយ7 Huion Landing របស់យើងខ្ញុំសង្ឃឹមថាអ្នកនឹងមិនបង្ហោះមតិយោបល់ណាមួយឡើយយើងត្រូវតែប្រព្រឹត្តចំពោះគាត់ដោយភាពរាក់ទាក់កម្រិតខ្ពស់បំផុតអ្នកស្រីសេនសូមមេត្តាខ្ញុំនឹងជូនដំណឹងដល់ពួកគេភ្លាមនៅពេលដែលកាត់ខ្មៅផ្កាយ7លេចឡើងខ្ញុំនឹងខិតខំអស់ពីសមត្ថភាពដើម្បីផ្ដល់សេវាកម្មល្អបំផុតសម្រាប់អ្នកកាន់កាតវេទនេះមានរឿងអ្វីកើតឡើងតើពួកគេមិនបាននិយាយថាជីតានឹងភ្ញាក់ពីដំណេកបន្ទាប់ពីចាក់ថ្នាំទេខ្ញុំក៏មិនដឹងដែរវាចិត្តដល់ពាក់កណ្ដាលអាធ្រាត្រទៅហើយអ្នកមិនត្រូវឲ្យគាត់មើលឃើញតាមរយៈការខ្លែងបន្លំរបស់អ្នកឲ្យអ្នកម្ដងនេះមានសុវត្ថិភាពទេតើវានឹងដំណើរការទេព្យាយាមធ្វើអ្វីមួយជាជំរើសចុងក្រោយរឿងសំខាន់បំផុតឥឡូវនេះគឺត្រូវចុះទៅរកស៊ីអូលីនជេគ្រាន់តែប្រាប់ខ្ញុំហេតុអ្វីបានជាពួកគេខ្លាចអ្នកខ្លាំងម្ល៉េះវាមានអារម្មណ៍ដូចជាអ្នកអាចគ្រប់គ្រងជីវិតរបស់ពួកគេត្រូវហើយជីវិតរបស់ពួកគេទាំងអស់ស្ថិតនៅក្នុងដៃរបស់ខ្ញុំអ្នកកំពុងនិយាយរឿងមិនសមហេតុផលម្ដងទៀតគឺជាគ្រួសារដ៏អស្ចារ្យពីររបស់ឡុងឆេងមិនថាមានរឿងអ្វីកើតឡើងទេមានតែលោកវិជ្ជបណ្ឌិតឆុងដ៏ល្បីល្បាញប៉ុណ្ណោះដែលអាចគ្រប់គ្រងចុះចូលនឹងខ្ញុំបានតែប៉ុណ្ណឹងបើអ្នកមិនចង់និយាយអំពីវាទេអ្នកមិនចាំបាច់កំពុងនិយាយការពិតយល់ព្រមខ្ញុំទុកចិត្តអ្នកតោះទៅឲ្យលឿនពេលចូលហើយកុំនិយាយច្រើនឈប់ជីងលៃអ្នកចូលទៅមុនខ្ញុំមានរឿងចង់និយាយទៅកាន់គាត់គ្រាន់តែនិយាយអ្វីដែលអ្នកចង់និយាយលោកតាមានសុខភាពមិនល្អប្រយ័ត្នអ្វីដែលអ្នកនិយាយនៅពេលក្រោយខ្ញុំខ្វល់ពីអ្នកច្រើនជាងអ្នកទៅទៀតអ្នកបានឡើងជណ្ដើរសង្គមឥឡូវនេះពួកគេលែងចាត់ទុកគ្រួសារលេងរបស់ខ្ញុំប៉ុន្តែខ្ញុំសូមរំលឹកអ្នកការពឹងផ្អែកលើអ្នកដទៃមិនដែលគួរឲ្យទុកចិត្តដោយការពឹងផ្អែកលើខ្លួនឯងអ្នកនឹងត្រូវបោះបង់ចោលមិនយូរមិនឆាប់មិនមែនគ្រប់គ្នាសុទ្ធតែក្បត់ដោយកញ្ញាលេងទេហេតុអ្វីបានជាអ្នកមានអាកប្បកិរិយាបែបនេះតើអ្នកមានអារម្មណ៍អ្វីមួយទេត្រជាក់ខ្លាំងម្ល៉េះក្តីបារម្ភតែមួយគត់របស់ខ្ញុំគឺបរិសុទ្ធចំណាស់ខ្ញុំខ្វល់ពីអារម្មណ៍របស់គាត់ច្រើនជាងអ្នកសូមឲ្យខ្ញុំរំលឹកអ្នកអាហារពេលល្ងាចជាលក្ខណៈសាររបស់ពូច្បងអត្តសញ្ញាណរបស់គាត់មិនសាមញ្ញទេអ្នកគ្រាន់តែស្ដាប់អ្វីដែលគាត់និយាយកុំប្រឆាំងនឹងវាឲ្យសោះមានរឿងអ្វីកើតឡើងគ្រួសារលេងរបស់ខ្ញុំមិនអាចការពារអ្នកបានទេជាការពិតណាស់គ្រួសារ Shen នៃ Hua Cheng ក៏មិនអាចប្រកែកបានដែរមិនចាំបាច់ឲ្យអ្នកបារម្ភទេអ្នកតែងតែដូចនេះនៅពេលព្រឹកព្រលឹមពួកគេនឹងធ្វើឲ្យអ្នកខកចិត្តជារៀងរហូតថ្ងៃនេះអ្នកនឹងបាត់បង់អ្វីទាំងអស់សង្ឃឹមថាអ្នកអាចរៀនមេរៀនមួយសម្រាមហេតុអ្វីបានជាអ្នកទើបតែមកដល់ឥឡូវនេះកូនប្រសារឲ្យអ្នកពិតជាមានសក្តានុពលខ្លាំងមែនពិធីជប់លៀងគ្រួសារដ៏សំខាន់បែបនេះមើលពួកចាស់ទុំរបស់យើងទាំងអស់កំពុងរងចាំនៅតែម្នាក់ឯងអ្នកដឹងរឿងនោះហើយមែនទេគាត់ជាសម្រាមមួយយើងកុំរមានអាហារពេលល្ងាចជាលក្ខណៈចូលយើងកុំនិយាយអំពីគាត់ទៀតដើម្បីកុំឲ្យបំផ្លាញភាពសប្បាយរីករាយ
គុំឲ្យពាក់ព័ន្ធនឹងមនុស្សប្រភេទនេះឲ្យសោះមិនបានសម្រេចបានអ្វីទេមានប្រយោជន៍សូមក្រឡេកមើលទឹកមុខរបស់គាត់ឥឡូវនេះវាដូចជាគ្រួសារលេងរបស់យើងជំពាក់លុយគាត់ច្រើនណាស់សំឡេងរំខានតើនេះជាអរិយាប័ត្របែបណាមកអង្គុយទីនេះជាមួយខ្ញុំនៅពេលព្រឹកព្រលឹម